នេះเราចាប់ផ្ដើមរៀនបដូរក្រុមបង្កើតក្រុមថ្មីនិងផ្លាស់ប្ដូរការទូទាត់សិទ្ធិការបង់ប្រាក់ទៅឲ្យកម្មករនៅតាមក្រុមនីមួយៗឧទាហរណ៍យើងមានក្រុម packing មួយហើយយើងចង់ឲ្យសំទោសយើងមានក្រុមសន្តិសុខឬក៏ក្រុមចម្អិនអាហារគាត់ជួនកាលគាត់អត់បានគាត់មិនចាំបាច់ scan មេដៃសម្រាប់ទទួលបាន attendance ទេយើងចង់ឲ្យគាត់ fix ក្នុងមួយខែគឺ26ថ្ងៃដោយសារប្រវត្តិអញ្ចឹងយើងអាចចូលទៅក្នុង setting line group and you ហើយយើងទៅក្រុម cooking cooker ហើយយើងចុច edit ហើយយើងចុច full wage something like this យើងចុច save ហើយបើសិនជាយើងចង់បង្កើតក្រុមថ្មីយើងចុច new នេះជាឈ្មោះរបស់ក្រុមឧទាហរណ៍យើងបង្កើតក្រុម day ទី19អក្សរកាត់យើងអាចដាក់ដូច្នេះអក្សរកាត់សំខាន់សម្រាប់ពេលយើងប្រើប្រាស់ក្នុង profile ក្នុង engine របស់ profile យើងអាចវាយ S19 ដែលមិនចាំបាច់វាយ S19 ហើយនេះជាsetting សម្រាប់ទូទាត់សាច់ប្រាក់ទៅឲ្យកម្មករមានកម្មករខ្លះយើងមិនឲ្យគាត់មានអូតឲ្យគាត់មានអូតឲ្យមាន OT ឲ្យមានវិញជប់យើងអាចដកតិចបានឲ្យមានបុណ្យថ្ងៃទឹកថ្ងៃបុណ្យគាត់អាចទទួលបាន 5% អាចទទួលបានមួយឆ្នាំហើយបើយើងចង់ក្រុមហ៊ុនយើងទូទាត់ពន្ធពីកម្មករយើងអាចថុចនេះពីទូទៅកម្មករត្រូវតែមានថ្ងៃបុណ្យថ្ងៃទឹកគាត់មានពីស្រីយើងអាចដាក់ពីស្រីឲ្យគាត់យើងចុច setting save បន្តទៀតយើងនឹងទទួលបានក្រុមមួយថ្មីគឺក្រុម19